อดนะมันจังเคยหมดនេះជាទំនុកច្រៀងដែលបានរៀបរៀងដោយអ្នកនិពន្ធគិនសំអែលដែលនរណាក៏ធ្លាប់បានកំសាន្តសម្ដាប់នៅបទចម្រៀងជាច្រើនរបស់លោកជាចង្វាក់សារវ័នឡាំលាវរំក្បាច់រំវងនិងស្ទើរតែលងនឹងអត្ថន័យនៃបទចម្រៀងរបស់លោកដែលបកស្រាយជាពិសេសដោយរាជិនីមហាតំអូនប៉ែនរ៉ននេះអំឡុងទសវត្សរ៍60និង70កន្លងមកនិងនៅតែបន្តពីរសអែមត្រជាក់បើទោះជាចង្វាក់យឺតឬញាក់តែងតែទាក់ចិត្តដិតអារម្មណ៍និងស្នាដៃអ្នកនិពន្ធជើងយូរមួយនេះមិនចាញ់អ្នកនិពន្ធដទៃទៀតឡើយក៏អ្វីនិពន្ធនេះហើយដែលធ្វើឲ្យយើងបានស្គាល់រាជិនីមហាតំអូនប៉ែនរ៉នថាជាតួអង្គតារាដែលរះត្រចង់ក្នុងរង្វង់លំដាប់ទី2បន្ទាប់ពីរាជិនីសម្លេងមាសរស់សេរីសុទ្ធាលោកស្រីប៉ែនរ៉នមានទេពកោសល្យប្លែកចម្លែកដល់សោតិន្ទារម្មណ៍មហាជនរហូតមកដល់បច្ចុប្បន្ននេះជាសំនៀងរបស់លោកស្រីក្នុងបទស្អប់ណាស់មិនចង់ឃើញមុខជាចង្វាក់ឡាំលាវដូចតទៅ